បងគោដិតបងឯង1គីឡូម៉ាបាត់បងគោដិតខាងខ្ញុំ1គីឡូ60000បងជួយថ្លៃម៉េះគោដិតតិចនៅខាងនោះ1គីឡូតែ50000ហើយគោដិតខាងបងឯង1គីឡូ16000លក់ថ្លៃជាងគេខាងនោះទៀតខាងណាបងមើលបងឯងនិយាយច្បាស់មើលផ្លូវចាក់ងែនេះខាងណាលក់ឲ្យបងឯង1គីឡូ50000ហើយបើគេលក់ឲ្យបងឯង1គីឡូ50000មែនសួរថាគោហ្នឹងគឺជាប្រភេទគោអីគេប្រភេទគោព្យួរឬមួយក៏ប្រភេទគោដិតដូចខ្ញុំហើយបើមានប្រភេទគោដិតដូចខ្ញុំនៅលក់1គីឡូ50000ជូនមួយថ្ងៃទៀតប្រហែលជាគាត់មានគោចិញ្ចឹមខ្លួនឯងផ្ទាល់ហើយមិនមែនគោយកតមកពីគេទេខ្ញុំឈរជើងក្នុងវិស័យគោដិតនេះវារៀងយូរដែរហើយខ្ញុំដឹងទីផ្សារគ្រប់កន្លោះកលៀតទីផ្សារគោម៉េចលក់តម្លៃម៉េចអីម៉េចដើម្បីឲ្យចំណេញវីដេអូនេះមិនខ្ញុំចេះតែចេញមិនខ្ញុំចេះមកនិយាយណាបងប្អូនព្រោះថាពេលខ្លះបើសិនយើងអត់ចេញអត់និយាយមកក៏អត់ដឹងទេអត់ដឹងថាអូគោគេឡើងថ្លៃហ្នឹងគឺដោយសារអីហេតុអីបងគោឡើងថ្លៃតម្លៃខាងខ្ញុំនេះគឺថាមិនមែនឡើងថ្លៃលក្ខណៈឡើងដល់ថ្នាក់មួយអត់មានលទ្ធភាពទិញទេបងប្អូនយើងឡើងត្រឹម60000ខ្ញុំគិតថាតម្លៃប៉ុណ្ណឹងគាត់ថាមួយគាត់អាចមានលទ្ធភាពទិញហើយមកសំល្មមហើយថ្ងៃនេះបើសិនខ្ញុំប្រាប់បងប្អូនថាគោដិតរបស់ខ្ញុំលក់អត់ចំណេញបងប្អូនអត់ជឿខ្ញុំបងប្អូនណាអត់ជឿក៏អត់ទៅខ្ញុំអត់ដឹងថាត្រូវនិយាយថាមិនទេតែខ្ញុំសូមបញ្ជាក់នៅក្នុងវីដេអូហ្នឹងតែម្ដងឲ្យស្បត់ដៃខ្ញុំហ៊ានស្បត់ដែរខ្ញុំលក់គោដិតនេះបងប្អូនលក់នៅមុខផ្ទះនេះគឺថាជួនកាលចូលដើម200,000 300,000 40,000 50,000គោលក់អស់យឺតឬមួយក៏អស់លឿនចឹងទៅបងប្អូនឆ្ងល់ទៀតថាគោលក់ចូលតែដើមហេតុអីក៏នៅតែលក់ទៀតខ្ញុំឈប់លក់ហ្មងហើយខ្ញុំសូមចិត្តបងប្អូនស្ដាប់ខ្ញុំឲ្យចប់សិនមុននឹងបងប្អូនវិនិច្ឆ័យលើសកម្មភាពវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនស្ដាប់អត់តន់ចប់បងប្អូនមុខរបរខ្ញុំលក់គោដុតនេះមិនមែនតិចឆ្នាំទេខ្ញុំលក់មកយូរហើយការលក់នេះក៏ជាដំណើរនៃជីវិតរបស់ខ្ញុំធ្វើឲ្យខ្ញុំបានមកដល់សប្តាហ៍នេះដែរអញ្ចឹងរាល់ការលក់អត់ចំណេញមិនចំណេញនៅទីតាំងអីគឺវាអត់មានបញ្ហាសម្រាប់ខ្ញុំទេសេវាកម្មគោដុតបងប្អូនអញ្ចឹងបើឲ្យសួរថាឲ្យខ្ញុំឈប់អត់ខ្ញុំអត់ឈប់ទេបងប្អូនខ្ញុំនៅតែលក់អញ្ចឹងដោយសារតែខ្ញុំពីមុនមកខ្ញុំតស៊ូបានដោយសារតែខ្ញុំលក់គោដិតហ្នឹងហើយធ្វើឲ្យបងប្អូនស្គាល់ខ្ញុំមកដល់សប្តាហ៍ថ្ងៃនេះក្នុងហៅខាងយើងទៅរៀបចំកញ្ចប់សេវាកម្មគោដិតអញ្ចឹងណាហើយមានអារម្មណ៍ថាពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំគឺថាតម្លៃគោដិតមិននៅស្ថិតស្ថេរទេបងប្អូនអើយទិញចូលគឺកាន់តែឡើងថ្លៃហើយគ្រឿងក៏ឡើងថ្លៃដែរអញ្ចឹងបងប្អូនធ្លាប់លក់គោដិតទេបងប្អូនអត់យល់ទេតែបើអ្នកធ្លាប់លក់គោដិតប្រហែលជាយល់ច្បាស់ខ្លាំងបងប្អូននឹងថាការដិតគោយើងលក់គោទាំងមូលយកមកដិតបែបលក្ខណៈផ្លែហើយលក់ជូនបងប្អូននេះបងប្អូនស្រក់គីឡូមិនចេះតិចទេបងប្អូនណាជួនកាលបើសិនជាយើងអត់មានបច្ចេកទេសខ្លះសេសាច់ទៀតចប់ហើយចប់តែម្ដងគឺថាសូនឆឹងតែម្ដងដើមធំណាបងប្អូនបើសិនជាខូចសាច់